ជំរាបសួរសូមស្វាគមន៍មកកាន់ Channel សវណ្ណេតហើយថ្ងៃនេះផងដែរយើងនឹងធ្វើការសិក្សាទៅលើការប្រើប្រាស់ពណ៌ទៅលើសម្លៀកបំពាក់ក៏ដូចជារបៀបរបបប្រចាំថ្ងៃរបស់ខ្មែរបាទនៅក្នុងប្រពៃណីវប្បធម៌របស់ប្រទេសកម្ពុជាយើងជនជាតិខ្មែរតែងតែប្រើប្រាស់ពណ៌ទៅតាមថ្ងៃដែលពណ៌នីមួយៗសុទ្ធសឹងតែបង្ហាញពីអត្ថន័យផ្សេងៗគ្នាដោយការរៀបចំខ្លួននិងការប្រើប្រាស់ពណ៌ជាប្រចាំថ្ងៃបែបនេះហើយបានជាដូនតាខ្មែរយើងបានរៀបចំពណ៌យ៉ាងល្អឆើតឆាយក៏ដូចជាអត្ថន័យនីមួយៗនៅក្នុងថ្ងៃដែលយើងនឹងប្រើប្រាស់ឥឡូវនេះយើងកុំឲ្យខាត់ពេលយូរយើងចូលទៅអត្ថន័យនិងការប្រើប្រាស់ពណ៌ទៅតាមថ្ងៃនីមួយៗដូចតទៅដែលទី1នោះគឺថ្ងៃច័ន្ទគឺយើងប្រើប្រាស់ពណ៌លឿងមានន័យថាសមភាពថ្ងៃអង្គារគឺយើងប្រើប្រាស់ពណ៌ស្វាយដែលមានអត្ថន័យថាភក្តីភាពចំណែកថ្ងៃពុធវិញគឺយើងប្រើប្រាស់ពណ៌ស៊ីលៀបដែលមានន័យថាអព្យាក្រឹតភាពត្រឹមត្រូវនិងយុត្តិធម៌ហើយថ្ងៃប្រហ័សគឺយើងប្រើប្រាស់ពណ៌បៃតងតំណាងឲ្យភាពដែលមានសង្ឃឹមការបង្កើតនូវក្តីសង្ឃឹមថ្ងៃសុក្រវិញគឺយើងប្រើប្រាស់ពណ៌ខៀវមានន័យថាមេត្រីភាពមេត្តាភាពសន្តោសប្រណីឯថ្ងៃសៅរ៍វិញយើងប្រើប្រាស់ពណ៌ព្រីងទុំដែលមានន័យថាភាពសកលសង្គមដូចជាចាស់ទុំហើយក៏ពិតពណ៌នេះក៏តំណាងឲ្យភាពទុក្ខព្រួយដែរហើយថ្ងៃអាទិត្យវិញគឺពណ៌ក្រហមវីរភាពអង់អាចក្លាហានអរគុណសម្រាប់ការតាមដានទស្សនាក៏ដូចជាការស្រាវជ្រាវសង្ខេបយើងនឹងធ្វើការជួបគ្នាបន្ថែមទៀតនៅវីដេអូបន្ទាប់អរគុណសូមជម្រាបលា